ยมประกังรณาชนตุลานมาสกากุลแก้วใบประพุทธประทัวประสังเจียทับปดได้กลเมียดดาหนึ่งโวกใบดานึกระลึกคนครูได้บานเกิดกูบังหัดบังเรียนเป็นนี่ขยมจับนึกเชียงก็กลมโสมเอาเพลียงพลดกันไล่นานึกคนครูดามเจียดังห้ามเจียปราชญายมบาดชนตุลานมังสกาดอยกรบสมดัจพระพรหมรัตนังมณีเทพไดปัญตีเจียมาลบบานเชียงหายมันจังไกชอบก็ปนแต่เปลเวลีเมียนกำหนดทางโจลกอลสมได้โลกปรับได้มนดำบงสะให้เชียงอ้อยตุ่มนงสะสานึกกลบบบรธาเพราะไอ้บนนี้มันเมนบนโตขยมบาดประโดดยังออกไกจาจานนะขนมประเทศกัมพูชีเจียบิเซพุทธศาสนาโลกเยี่ยโลกตาบองปนเยียดไทยมาราคือทานนึกกลจวบเจนิงขยมบาดอันน่ะเนี่ยเลงสมได้ไอเชียงมันนายเอะกัมปรีได้โกนกัมปรกไปเพราะไอเมียนได้กูฉลองชลายน่าหายแต่เจ้าเปลเวลียุบยวนตระเจี๊ยบองปนเน็ตเนี่ยไกกลมกันตายน่อเมียนประสังกวงเตรียตราเนาปีมุกเนาปีกรอยอันเมียนจุ่มเฮียงช่วยได้สดำได้บองปนบริษัทจุดง่ายโลกตึงไล่รับอ่านชนิดไกรโลเชียงเต้าปังตึงเก่งเปียเป็งมันซ้ำกันลายไกนาขันไตขยมบาดพองเพราะไอ้เมียนเรียมจะบองเมียนจ่าปฏิจาบันดึดปัญญาวนสัตว์เนี่ยเชิงกรนละใบละบานขยมมันในเรียนตามคือท่าเมงได้มันเฮียนอดคลุนดับเป็นประสับเต้มันเฮียนสิเงเต้ชนตุลาบะเกสสาธากรอนบาอาจามเฮียนดอวดนึกกึดแต่คลุนไอเนาเมียนจุ่มในสเตอร์คำศึกษาให้หนึ่งดอกโหนไอเราเป็นลิงระบัดระบดโจลหมดดอลอันกำวิธีมันเฮียนโฮไฮเวงไงเตเฮียนเชียงยูเตเงียดเอามาประหารเจ็บบานประปีมองประใบมองประไหนอ้ายไงขยมบาดแอนน่เรียงจนล้อประหองเพราะไอ้คันเลงจะไปนุยูอาจาสะเมื่อใดทำไมมันเต้นกระไรโลเมียนพลิกสับประกามันอวดคล้วนแต่มันนุ่มมันเชี่ยมันพอได้ไปกาพลิกเพลียงแต่หน่อให้ปึงเลือสิได้เชี่ยเยี่ยมรำลึกกระนจีเรื่อยเป็นนี่อันมันฮอดอันมันเหนื่อยปรึกมันนุ่มสมบ้ามอาจาเงือบปีมองใบนอ
ទៅការពារគេរត់ម៉ារ៉ាតុងធ្វើម៉េចឯងជាមន្ត្រីមិនហ៊ានអភ័យទេញាតសន្តានរត់ម៉ារ៉ាតុងមកទល់ភ្លឺមបានប្របានម៉ាននៅឡូវឯកោមហៅទៅវត្តបូតទាញក្បួនហើយអ្នកចបៃសុទ្ធម៉ូតូមកសម្បំណាស់មកដល់ហើយណាស់ហើយមើលទៅក្បួននោះស្អាតអស្ចារ្យពេកក្រៃមានទាំងប្រសង់មានទាំងកុហកជាអធិបតីឥឡូវចបៃក៏រីករាយដែរប៉ុន្តែពេលនេះឱកាសល្អអើយសម្ដែងចិត្តស្មោះសរដោយការដឹងគុណហើយព្រោះអីមិនមានទុក្ខីតុននឹកឃើញគួចសរសើរអស្ចារ្យក្រុមជំនុំបត្រៃបីដករៀបរៀងមកល្អឥតមានអាក្រក់ដែលយើងអាចហៅបានពីភាសាយើងអានយើងរៀនពុទ្ធវចនៈ110ភាគក៏មិនធម្មតាមានទាំងបាលីភាសាសម្រាយខ្មែរលោកខ្លាំងពូកែអស្ចារ្យនេះហើយអ្នកប្រាជ្ញជនដើមគេពីដូនតាអើយចូលញាតតែខេមរាចងចាំទុកក្នុងដួងចិត្តខ្ញុំលើកបន្តិចទៅចោះមានហេតុមានដើមយើងហៅអញ្ចាក្រុមជំនុំបត្រៃ3បង្កើតឡើងនៅឆ្នាំណាបញ្ចប់ក្នុងឆ្នាំណាខ្ញុំឯណេះហាក់បានលោកលៃក្នុងឆ្នាំ1929ជាអធិបតីបើរៀបរាប់ឈ្មោះក្រុមជំនុំបត្រៃ3អ្នកច្រៀងចបៃអញចាំមិនអស់ប៉ុន្តែដេចគុណលោកស្រែកថាឈុនតុលារៀបរាប់ឲ្យស្រេចនេះហើយជាការចាំបាច់យើងសរសើរពលគុណថាយើងចាប់ផ្ដើមរៀបរៀងដល់ឆ្នាំ1900ជាងនោះបញ្ចប់ដោយពុទ្ធដីកាបានបោះពុំផ្សព្វផ្សាយចេញជាសភៅជម្រាបជូនម៉ែឪញាតិសន្តានថានេះហើយនឹកគុណដល់អស់កេចាណែទាំងគេទាំងខ្ញុំស្ញែកសរសើរថាបុរាណដូនតាប៉ិនប្រសពឮសំឡេងចបៃដែរដូចជាអត់ឮហ៎ហើយបើតាមតែដឹងបន្តទៅទៀតឥតក្រោតក្រៀតទេនេះសិតតែល្អលោកីអញបានបន្តមានរៀបរៀងបកប្រែអត្ថកថាបកប្រែបានបើតាមខ្ញុំសង្កេតមើលនឹងស្រាវជ្រាវណាបើខុសត្រង់ណាក៏សូមអភ័យបើតាមខ្ញុំអានចំតែបកប្រែអត្ថកថានឹងបាន4ភាគតែមិនដឹងជាអត្ថកថាក្នុងខ្សែណាអត្តណាទេសូមទោសអ្នកយបៃជំរាបជូនសន្តានណាយប្រុសស្រីអើយខ្ញុំអ្នកកៃច្រៀងអញ្ញបៃរៀបរាប់ត្រង់អត្តន័យនេះចេះតែព្រឺព្រួចអេយជា
ជាពិសេសយើងដឹងគុណជាងគេមិនភ្លេចទេសម្ដេចដែលខំផ្ដិតផ្ដួចមានសម្ដេចលវីអែមណាខ្ញុំរៀបរាប់ឈ្មោះខ្លះទៅចុះក្រែងលោថាมันមានឈ្មោះមានអីណាតាមពិតស្ដាប់ប្រសងទេសនាលោកក៏បានបកស្រាយខ្លះដែរអញយើងបានដឹងជាហោហែឲ្យមានសម្ដេចហួតតាតមានសម្ដេចជួនណាតជាធិបតីនេះហើយមានច្រើនតទៅទៀតណាស់សិតតែជាក្រុមជំនុំបត្រៃ3អញ្ចឹងហើយបងប្អូនជ្រះថ្លាក្នុងបរតនត្រ័យដែលចាប់យកគុណកែវទាំង3ជាអធិបតីតម្កល់ក្នុងចិត្តយើងលើកមកអង្គយកជាតួយ៉ាងដោយសម្ដេចព្រះសង្ឃរាជជួនណាតជាដើមក្តីលោកលះបង់ណាស់ញាតិទាំងប្រុសស្រីក្នុងព្រះកាយពលអស់ជាងវស្សារៀបរៀងប្រែគម្ពីរបត្រៃបីដកសិតតែជាអំពើល្អជាបុណ្យជាកុសលណាយើងអ្នកចំនួនក្រោយនេះកាន់ជាគំរូយកលោកធ្វើជាគ្រូគំរូល្អណាស់ជននឹងប្រុសស្រីមិនត្រឹមតែប៉ុណ្ណោះជាបិតាអក្សរសាស្ត្រខ្មែរផងខ្ញុំមិនហ៊ានប៉ងទេអ្នកជាបៃណែច្រៀងរៀបរាប់អញអត្តន័យបានសេចក្តីជាមគ្គធៈឬមួយថាជាភាសាខ្មែរភាសានេះជាដើមកំណើតណែប្រទេសកាន់ពុទ្ធសាសនាទូទាំងសកលលោកគេសាទរជាអនេកគេថាអស្ចារ្យណាស់កម្ពុជាណែកម្ពុជាអ្នកប្រាជ្ញអស្ចារ្យហ៊ានប្រែពុទ្ធដីកាមកចេញជាភាសារបស់ខ្លួនក្តីបើតាមដឹងឮដល់នៅស្រីលង្កាណោះគេមានតម្កល់រូបសម្ដេចព្រះសង្ឃរាជជាអស្ចារ្យទុកជាធិបតីយើងនិយាយទឹកប្រទេសគៀនយើងដតីមានបត្រៃបីដកហោហែជាដើមក្តីក៏ប៉ុន្តែគ្មានភាសាជាតិទេនេះហើយគួរស្ញែកសរសើរតាមដំណើរនេះជាទំនងបងហើយប្អូនហើយអ៊ំហើយមីងហើយនិយាយនេះអត់មែនភូផងអត់ហ៊ានកន្លងទេអ្នកប្រាជ្ញារៀបរាប់មកចេញជាសិភៅបានយើងបោះពុំទៅផ្សព្វផ្សាយតែអកុសលប្រទេសយើងនោះមានសង្គ្រាមភ្លើងសង្គ្រាមនឹងឆក់យកទៅអស់មិនថាទាំងអ្នកប្រាជ្ញមិនថាទាំងអក្សរសាស្ត្រសោះឆក់យកទៅអស់ដោយសារតែសង្គ្រាមហើយយើងបានប្រមូលផ្ដុំមកដល់បច្ចុប្បន្នហើយយើងមិនភ្លេចដឹងគុណប្រមុខរាជរដ្ឋាភិបាលជាដើមក្តីមកដល់បច្ចុប្បន្ននេះលោកយកចិត្តទុកដាក់ត្រេះរិះនេះបើតាមខ្ញុំអ្នកចបៃហើយវត្តរាជបូរជាដើមក្តីមិនដែលបំភ្លេចគុណូបការៈទេធ្វើរៀងរាល់ឆ្នាំបើតាមខ្ញុំចាំមិនដែលភ្លេចត្រង់នេះមិនបាច់ខ្ញុំរំលេចព្រោះបងប្អូនក៏ចូលរួមដែរព្រឹកមិញនោះដង្ហែជាក្បួនមើលទៅអធិកអធមមានទាំងសិស្សសានុសិស្សមានទាំងឧបាសកឧបាសិកាមានទាំងប្រសង់ដ៏អស់កិច្ចចាហើយយើងរៀបក្បួនមានគម្ពីរព្រះត្រៃ3វិន័យប្រសូតអភិធម្មរៀបតាមលំនាំអង្គប្រជិនស្រី
យើងប្រែបាន110ក្បាលបានជោគជ័យអេចឹងអ្នកចបៃសាតោខ្លាំងអីអើយអើយចាលើកកាប់បន្តិចសរសើរគុណសម្ដេចព្រះសង្ឃរាជជួនណាតឲ្យចងcâyចាំវារំលឹកគុណសម្ដេចដែលបានបដូរផ្ដាច់សម្រេចកិច្ចការដើម្បីប្រយោជន៍ដល់ជនខេមរាសរសេរឆ្លាក់ចាអក្ខរាក្រមខ្មែរតស៊ូលះបង់ផ្ចង់រាជកិច្ចសកម្មចនិចអស់យូរឆ្នាំខែពិនិត្យពិច័យលោកលៃកុនកែឲ្យអសរខ្មែរប្រែមុខត្រូវក្បួនសម្ដេចយាយឆ្លៀតឆ្លាស់ច្បាស់ក្រមច្បាស់គ្រប់ក្រមក្រមកិច្ចបញ្ញាចាស់ខ្លានឹងចាំធំមមួនចង់តែជាប់មាត់ណាប្រកាន់រាជកិច្ចបានយ៉ាងខ្ជាប់ខ្ជួនរក្សាច្បាប់ក្បួនថែធួនតទៅនេះអត្តន័យប៉ុណ្ណេះសោតខ្ញុំបាទផ្ដោតចំពោះអង្គសម្ដេចឃើញថាការលះបង់ដល់បដូរផ្ដាច់មិនមែនមានសម្ដេចមួយអង្គឯណាអ្នកប្រាជ្ញជនដើមជនចាស់អស្ចារ្យណាស់រៀបរៀងប្រែព្រៀងបានជាអក្សរមុខដល់ជាតិខេមរានេះហើយជាកិច្ចការសំខាន់បំផុតដើរតួក្នុងពុទ្ធសាសនានឹងជាតិខេមរាមិនអោយបាត់បង់បងប្អូនទីចិត្តដាញ់នឹងទីឆ្ងាយបរិស័ទទាំងឡាយជុំត្រៀបត្រាងជបីខ្ញុំបាទឈុនតុលាគឺថាច្រៀងទៅក្រែងមានកំហុសជ្រះថ្លាបានឃើញពុទ្ធសាសនាមានយាយមានតាមីដែលដាស់ខ្ញុំពុទ្ធសាសនាក៏បានចេះខ្លះណែមិនសូវខ្វះទេត្រង់កន្លែងណាមិនអួតខ្លួនតែរៀនចប់សពគ្រប់ចេះចបៃជួយតបកំដរអារម្មណ៍ជាពិសេសកំដរតាមរោងបុណ្យកំដរមីងអ៊ំកំដរយាយតាដល់វត្តរាជបូអធិកអធំបានរកឲ្យខ្ញុំច្រៀងចបៃកាលណាបើតាមទៅចាំមិនមែនមួយលើកទេយាយតារោនោះវាច្រើនដងទៅហើយណាតែមិនដែលបានច្រៀងអញទល់ទៅសោះដូច្នេះកម្មវិធីយើងមួយថ្ងៃនេះចប់សពគ្រប់
ដល់ប្រឡប់បន្តជាបីអើយកាលមុននៅច្រៀងចាំរឿងខ្លីប៉ុន្តែឥឡូវនេះចូលសិភៅអស់សូនក្តារផ្លេចឲ្យឈឹងមិនដឹងទីពឹងរកឯណាណោះហើយបុណ្យពុទ្ធសាសនាខ្ញុំបាទឈុនតុលាច្រៀងធัวអាជូនញាតស្ដាប់អញមុនដំបងបានសរសើរតាមដំណើរនឹងអ្នកប្រាជ្ញក្លាហានមោះមុតកៃអញមិនខ្លាចអស់ចានណាស់កម្ពុជាធិបតីមិនដែលទំនេរទល់តសោះលះបង់ណាស់អស់ញាតប្រុសស្រីឥឡូវយប់យន់ពេលរាត្រីមកចបីចង់ឲ្យច្រៀងប្រមាណនាទីខ្ញុំបាទសម្ភីដាក់តទៅទៀតហើយច្រៀងយូរពេកក្រែងលោរំខានអញ្ចឹងហ៎តែប្រហែលអីទេប៉ុនជំរាបបងប្អូនញាតិសន្តានខ្ញុំឯនេះមិនឆ្ងាយអីធ្លាប់នៅទីនេះបានតិចតួចដែររៀនច្បាស់ភាសាខ្មែរតែមិនសូវច្បាស់ទេភាសាបាលីរៀននៅទីនេះចេះចប់គ្រប់សម្ដីដល់ចាក់សិក្ខាបានចេះចបៃលៃច្រៀងកំដរបងប្អូនសន្តានឃើញសម្ដេចលោកថាណាអានេះការងារមកកណោមិនធ្វើវាទៅច្រៀងចបៃនេះតួអង្គមួយក្នុងសង្គមដែលចិត្តរលំអញរលត់អ្នកគ្នារាល់ថ្ងៃពឹងតែវត្តចិញ្ចឹមធំធាត់មិនមែនទៅតិចអីវប្បធម៌អសរសាស្ត្រខ្មែរចេញពីវត្តហូហែជាពិសេសជាបៃតែឥឡូវពេលនេះចូលបច្ចុប្បន្នថ្មីលៃរឿងជាបៃនេះសឹងកំសត់មុននឹងអញជិះម៉ូតូលីជាបៃគេសួរទៅណាណលីអីគេហ្គីតាឯបងហ៎បងមកពីណាតែខ្ញុំមកពីស្រុកយៈបោះឆ្នោតធ្លាក់យៈប្រើច្រៀងជាបៃអូនអើយនេះហៅតែជាបៃបងមិនដងវាវែងម្លេះណាវាវែងវាមិនមែនដងខ្លីឯណាហើយប្អូនមួយនោះគេស្ពីហ្គីតាណាបងអានឹងលេងស្រួលទេបងហេមានតែពិបាកអីខ្សែ12មានដូចហ្គីតាខ្សែ9ខ្សែ8ឥឡូវពេលវេលាខ្ញុំខាច់ខ្លីបានប្រហែលម៉ោង7ម៉ោងហ្នឹងបើច្រៀងយូរពេកក៏មិនគប់បីទុកកម្លាំងឲ្យញាតិញោមបងប្អូនតាយាយបន្តបុណ្យកុសលសម្រាប់ថ្ងៃស្អែកទៅទៀតអញ្ចឹងប៉ុណ្ណេះទៅចុះក្រាញ់លោបងប្អូនខ្លះស្អាប់ស្អស់មួយថ្ងៃពេញអត់មានទំនេរឯណាប៉ុន្តែជ្រះថ្លានឹងបុណ្យកុសលទើបអញ្ជើញដល់វត្តរាជបូរដ៏អស្ចារ្យពេលនេះចបៃខ្ញុំឈុនតុលាហើយសន្មតថាបញ្ចប់សម្ដីតែមុនបញ្ចប់មករៀមដៃ10សូមជូនពរបងប្អូនហែហោបានស្ដាប់សម្ដីឲ្យអស់លោក
បានជួបតែពុទ្ធពោជ័យអង្គប្រជិនស្រីត្រង់ត្រាស់ថាអាយុវណ្ណៈសុខៈពលៈជូនពោបងប្អូនញាតិនាងញាតិខេមរាមកដល់ពេលនេះចិត្តជ្រះថ្លាខ្ញុំឆុនតុលាក៏ជ្រះថ្លាដែរអីអើយអើយអញ្ចឹងប៉ុណ្ណេះទៅចោះសូមគោរពលាសន្តានញាតិឪម៉ែខន្តីអភ័យអត់ទោសក្រៃលោកខុសខាតត្រង់ណាបាទសូមអរគុណ